Bàជំរាបសួរសាស្ត្រាចារ្យអរគ្នាឥឡូវនេះយើងមករៀនធ្វើលំហាត់នេះគឺថ្នាក់ទី9ណាមេរៀនទី3គេឲ្យយើងពន្លាតកន្សោមគឺគេឲ្យ C ស្មើនឹង A ដក B កតាឲ្យ A ការ៉េដក 2AB ដក 3B B ការ៉េអញ្ចឹងឲ្យយើងពន្លាតកន្សោមណាអញ្ចឹងដើម្បីពន្លាតមានន័យថាយើងយកគ្រប់ធាតុនៃកន្សោមទី1គុណឲ្យគ្រប់ធាតុនៃកន្សោមទី2បាទអញ្ចឹងយើងដាក់មកស្មើណាខ្ញុំដាក់ស្មើបាទឥឡូវខ្ញុំគុណដំបូងខ្ញុំគុណ A មុន A នេះខ្ញុំយកមកគុណជាមួយនឹង A ការ៉េវាទៅជា A គីបហើយណា A គីបបាទហើយយើងយក A នេះមកគុណជាមួយនឹងដក 2 AB អញ្ចឹងវាបានទៅជាដកយើងយក A គុណ A បាន A ដាក់2យើងដាក់ដដែលបាទ2ដាក់ដដែលហើយ A គុណ A យើងបាន A ការ៉េបាទ B ដាក់ដដែលណាបាទ B ដាក់ដដែលយើងយក A នឹងដដែលមកគុណជាមួយនឹងដកបាទ3 B ការ៉េអញ្ចឹងយើងបានដកបាទយើងបានដក3បាទ3យើងគុណ A ចូលមកយើងបាន A B ការ៉េបាទឥឡូវ A យើងគុណអស់ហើយយើងចាប់ដើមគុណ B ម្ដងណាអញ្ចឹងដូចគ្នាដែរដក B គុណជាមួយនឹង A ការ៉េយើងបានដក A ការ៉េ B បាទយើងយក B ដក B មកគុណជាមួយនឹងដក 2AB អញ្ចឹងដកទៅជាបូកបាទអញ្ចឹងបូកអីគេបូក2បាទ A ដាក់ដដែលហើយ B គុណ B វាទៅជា B ការ៉េបាទហើយយើងយកដក B ហ្នឹងមកគុណជាមួយនឹងដក 3 B ការ៉េអញ្ចឹងដកកណ្ដកវាទៅជាបូកហើយ3ដាក់ដដែលហើយ B គុណឲ្យ B ការ៉េវាទៅជា B គីបបាទឥឡូវនេះយើងបានគុណពលាតហើយអញ្ចឹងយើងធ្វើការស៊ីសងអញ្ចឹងដាក់មកស្មើយើងមើល A គីបស៊ីសងបានទេយើងដាក់វាដដែលគឺ A គីបឥឡូវយើងមើលទៅលើនេះយើងមើលទៅលើដក 2 A ការ៉េ B បាទក្នុងនេះមាននេះយើងមាននេះទៀតបាទអញ្ចឹងអស់ហើយអញ្ចឹងយើងមើលនេះដក 2 A ការ៉េ B មកប៉ះជាមួយនឹងដក A ការ៉េ B អញ្ចឹងវាបានទៅជាដក3ដងណាគឺដក3ដង A ការ៉េ B បាទតមកយើងមើលទៅលើនេះនេះគឺដក 3A B ការ៉េម្ដងអញ្ចឹងប៉ះមើលនេះអញ្ចឹងពេលប៉ះមកដក3ប៉ះជាមួយនឹងបូក2វានៅសល់ដក1ណាអញ្ចឹងដកអីគេគឺដក A B ការ៉េបាទតមកនៅសល់ចុងក្រោយគឺបូកឲ្យ3B គីបបាទនេះគឺជាចម្លើយហើយយើងអត់ធ្វើអីទៀតទេណាគេឲ្យយើងពលាតគឺទុកប៉ុណ្ណឹងជាចម្លើយ